អ្វីដែលជាករណីសង្ស័យគឺមានន័យថាមនុស្សគឺបានរត់ចោលទីតាំងអស់ហើយបាទហើយសម្ភារៈដែលសមត្ថកិច្ចរឹបអូសបានគឺយកទៅរក្សាទុកនៅឃ្លាំងនៅឯអគ្គស្នងការនគរបាលជាតិគណៈកម្មការបង្ក្រាបត្បែង you